Like នៅខេត្តបៃលិនក៏រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រីនៅក្នុងឱកាសទិវានារីអន្តរជាតិ8មីនានេះដែរលោកជំទាវបានស្រីមុំដែលជាអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់វត្ថុអនុស្សាវរីយ៍ដល់ស្ត្រីដែលជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តបៃលិនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី115ទិវាអន្តរជាតិនារី8មីនាដែលឆ្នាំនេះធ្វើឡើងក្រោមប្រធានបទសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារដោយលោកជំទាវបានគូបញ្ជាក់ថាគោលបំណងសំខាន់គឺដើម្បីរំលេចនៅតម្លៃដ៏លើសលប់នៃសន្តិភាពនិងសន្តិសុខដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងខេត្តបៃលិនក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលលោកជំទាវបានបញ្ជាក់ថាប្រធានបទនេះគឺមានការពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងបរិបទនៃប្រទេសកម្ពុជាជាពិសេសគឺសោកនាដកម្មនៃសង្គ្រាមឈ្លានពានទាំងពីរលើកដែលបង្កឡើងដោយចៅសៀមដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតទ្រព្យសម្បត្តិនិងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ពលរដ្ឋលោកជំទាវបានបញ្ជាក់ថាសុខភាពផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃនិងការងាររបស់មនុស្សលោកតាមការស្រាវជ្រាវបានឲ្យដឹងថាភេទជាស្ត្រីងាយរងគ្រោះពីបញ្ហាផ្លូវចិត្តជាងបុរសដោយសារកត្តាសង្គមជីវសាស្ត្រនិងបន្ទុកទ្វេដងក្នុងគ្រួសារដូច្នេះការលើកកម្ពស់ gender និងការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ស្ត្រីគឺជាការទទួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូលដើម្បីកសាងគ្រឹះដ៏រឹងមាំសម្រាប់សុខុមាលភាពស្ត្រីនិងក្រុមគ្រួសារ